សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់សិក្សាភាសាអង់គ្លេសរបស់យើងចឹងថ្ងៃនេះផងដែរជួបគ្នាម្ដងទៀតដែលយើងមកសិក្សានៅនពោលទី105អូខេចឹងឲ្យកាត់ពេលយូរចូលសិក្សាអ្នកទាំងអស់គ្នាចឹងនៅក្នុងនពោលនេះយើងរៀនអំពី grammar ការប្រើប្រាស់ can អូខេ request and offer គេថា request ហើយនិង offer សំណើហើយនិងការផ្ដល់ជូនហើយមើលទៀត one look at the picture មើលទៅកាន់រូបភាព use the words to write question with can គេថាយើងប្រើប្រាស់ពាក្យដែលសរសេរទៅជាសំណួរជាមួយនឹង can ហើយមើល one can I help you តើខ្ញុំអាចជួយអ្នកបានទេហើយមើលទៀត two ចេញដាក់ឲ្យត្រូវដាក់មកពាក្យនេះយើងដាក់ថាម៉េច can you tell me the time តើអ្នកអាចប្រាប់ខ្ញុំអំពីពេលវេលាឬក៏ម៉ោងបានទេចឹងនេះជាប្រយោគគេ request ការស្នើសុំចឹងមើលតទៀតហើយមើលទៀតគេដាក់ live can you give I ហើយយើង question mark ចឹងយើងរៀបបន្ថែមមក 3 can I give you a lift តើខ្ញុំអាចជូនអ្នកទៅកាន់បណ្ដាយន្តបានទេចឹងយើងមើល offer ជាការផ្ដល់ជូនចឹងគាត់នេះនឹងជូននារីម្នាក់នេះទៅកាន់បណ្ដាយន្តហើយមើលទៀតប្រយោគនេះជាប្រយោគអីគេហើយមើល can the bill have I please question mark ហើយមើលគេដាក់ម៉េច for can I have the bill please ចឹងវាជាប្រយោគ request ការស្នើសុំចឹងថាម៉េចតើខ្ញុំអាចគេឲ្យកាយបាត់បានទេតើឬក៏សូមឲ្យកាយបាត់មកខ្ញុំបានទេបកមកចឹងនេះជាប្រយោគគេស្នើសុំទេក៏គេប្រើប្រាស់ can ដែរចឹងមើលតទៀតហើយមើល slowly more ហើយនឹង you ហើយនឹង question mark speak please can ចឹងយើងពេញមកអូខេ why can you speak more slowly please តើអ្នកអាចនិយាយតិចបានទេសូមនិយាយតិចមក request ចឹងយកស្នើសុំចឹងគាត់ស្នើសុំឲ្យគាត់ហ្នឹងកុំនិយាយលឿនពេកអូខេចឹងមើលទៀតមើល for me open can the you please door question mark ចឹងយើងរៀបឲ្យត្រូវដាប់មកយើងមើលលេខ6 can you open the door for me please request ចឹងគេថាតើអ្នកអាចបើកទ្វារឲ្យខ្ញុំបានទេឬក៏សូមបើកទ្វារឲ្យខ្ញុំបន្តិចមកចឹងជាប្រយោគគេស្នើសុំដូចគ្នាទេចឹងគាត់ស្នើសុំឲ្យបារម្ភម្នាក់នេះបើកទ្វារឲ្យគាត់ចឹងយើងអាចប្រើប្រាស់ can បានដូចគ្នាទេចឹងកុំឲ្យខាត់ពេលយូរយើងបន្តទៀតហើយមើល to match this answer with the question in exercise 1គេឲ្យភ្ជាប់ចម្លើយទាំងនេះជាមួយនឹងសំណួរនៅលំហាត់ទី1ចឹងយើងមើល A គេដាក់ជាប់ទៅនឹងសំណួរ3 Yes please that so kind of you គេថាបាទឬក៏ចេះអរគុណច្រើនដល់ពេលគេថាមកទៀតនោះគឺចិត្តល្អណាស់ឬក៏អ្នកគឺចិត្តល្អណាស់ក៏បានដែរហើយមើលទៀតI'm sorry is this better ខ្ញុំសុំទោសតើនេះគឺមិនអីទេឬតើអ្នកគេ can you understand me now តើអ្នកយល់អំពីខ្ញុំទេឥឡូវនេះ Yes can you tell us about this TV please តើអ្នកអាចប្រាប់យើងអំពីទូរទស្សន៍នេះបានដែរទេឬក៏សូមប្រាប់យើងអំពីទូរទស្សន៍នេះអូខេហើយមើល of course ពិតហើយ I can ខ្ញុំអាចធ្វើបាន careful យ៉ាងប្រុងប្រយ័ត្នហើយមើលទៀត it's 4 o'clock វាគឺនៅម៉ោង4 yes of course បាទចាស់ពិតហើយ here you are អ្នកគឺនៅទីនេះចឹងយើងស្ដាប់ពីមើលហើយយើងផ្ទៀងផ្ទាត់មើលថាចម្លើយគឺនៅណាខ្លះទេចឹងយើងស្ដាប់ដល់គ្នា 11.7 Requests and offers 1 Can I help you? Yes. Can you tell us about this TV, please?
2. Can you tell me the time? It's 4 o'clock. 3. Can I give you a lift? Yes, please. That's so kind of you. 4. Can I have the bill, please? Yes, of course. Here you are. 5. Can you speak more slowly, please? I'm sorry. Is this better? Can you understand me now? 6. Oh, can you open the door for me, please? Of course I can. Careful. Ok, ហើយbây giờ start chấpយើងមកទៀងតចម្លើយទាំងអស់គ្នាចឹងយើងមើល A ជាប់ទៅនឹង question លេខ3 ok 3 B5 C1 D6 E2 ហើយនឹង F4 ok ចឹងយើងបំពេញមកក្រោយពេលយើងបំពេញហើយយើងបន្តមកមើលអានអត្ថបទពេញទាំងអស់គ្នា ok ឥឡូវយើងមើល tape script 11.7 request and offer គេថាសំណើហើយនឹងការផ្ដល់ជូនឥឡូវមើល 1 can I help you តើខ្ញុំអាចជួយអ្នកបានទេ yes can you tell us about this TV please តើអ្នកអាចប្រាប់យើងអំពីទូរទស្សន៍នេះបានទេ 2 can you tell me the time តើអ្នកអាចប្រាប់ខ្ញុំថាម៉ោងប៉ុន្មានទេ it's 4 o'clock វាគឺម៉ោង 4 3 can I give you a lift តើខ្ញុំអាចផ្ដល់ឲ្យអ្នកនៅតើខ្ញុំអាចជូនអ្នកទៅចំណីយន្តបានទេ yes please បាទសូមមក that's so kind of you អ្នកគឺចិត្តល្អណាស់ហើយមើលទៀត can I have the bill please តើអាចឲ្យវិការបានមកខ្ញុំបានទេ yes of course បាទប្រកាសជាបាន here you are នេះអ្នកហើយមើលមកទៀត 5 can you speak more slowly please តើអ្នកអាចនិយាយយឺតៗបានទេ I'm sorry ខ្ញុំសុំទោស is this better តើវាមិនអីទេឬ can you understand me now តើអ្នកអាចយល់ពីខ្ញុំបានទេឥឡូវនេះ can you open the door for me please តើអ្នកអាចបើកទ្វារឲ្យខ្ញុំបានទេ of course ប្រកាសជាបាន I can ខ្ញុំអាច careful សូមប្រុងប្រយ័ត្ន okay អញ្ចឹងអត្ថបទយើងមានប៉ុណ្ណឹងយើង complete រៀនអានផងហើយយើងបន្តទៀតលើយើងមើល 3 practice ការអនុវត្ត the question ការអនុវត្តសំណួរ and answer ចម្លើយជាមួយនឹងដៃគូ continue the conversation ហើយបន្តការសន្ទនាលើមើល can I give you a lift តើខ្ញុំអាចជូនអ្នកទៅកាន់ចំណីយន្តបានទេ oh yes please oh yeah សូមមក that's so kind of you អ្នកគឺចិត្តល្អមែន okay ចឹងយើងអានបទចឹងមក where do you want to go តើអ្នកចង់ទៅណា to the station please ទៅកាន់ស្ថានីយ៍ okay ចឹងយើងអាចអនុវត្តនិយាយដូចគេក៏បានអនុវត្តនិយាយអីផ្សេងក៏បានឲ្យទៅសួរជាមួយដៃគូហើយម្នាក់ទៀតចាំឆ្លើយ okay អនុវត្តដោយមើលដំណំបែបនេះឬក៏យើងអនុវត្តដោយមើលដំណំអីផ្សេងធ្វើអីផ្សេងពីហ្នឹងក៏បានដែរឲ្យតែបានអនុវត្តទៅយើងប្រកាសជាចេះហើយអញ្ចឹងបើយើងអនឡាញអញ្ចឹងយើងអនុវត្តខ្លួនឯងទៅផ្ទះទៅសួរម្នាក់ឯងឆ្លើយម្នាក់ឯងទៅអូខេអញ្ចឹងមានប៉ុណ្ណឹងយើងបន្តទៀតយើងមើល check it ការត្រួតពិនិត្យហើយមើល for tick គឺសញ្ញា grace the correct sentence គេថានៅចម្លើយទៅត្រឹមត្រូវហើយមើល one I did not know can understand ចឹងយើងពេញគេយើងពេញ I can't
understand ខ្ញុំមិនយល់ទេ Lemurs 2 គេដាក់ he can drive fast car ចឹងយើងពេញអាណាត្រូវយើងពេញឥឡូវត្រូវអូខេគាត់គឺអាចបើកបរបានយ៉ាងលឿនឡើយមើលទៀតបើកបរឡានយ៉ាងលឿន 3 can you swim fast មួយទៀត do you can ចឹងអត់ថោទេយើងប្រើ can you swim fast អ្នកអាចហាត់ទឹកបានយ៉ាងលឿន 4 we can to play tennis quite well ចឹងអត់ត្រូវទេអត់ប្រើ to ទេយើងដាក់អីគេ can ឲ្យ play មក we can play tennis quite well អូខេយើងគឺអាចលេង tennis បានយ៉ាងល្អហើយមើលទៀត 5 you can មួយទៀតyou speak Spanish very good ប៉ុន្តែជាទូទៅអត់ប្រើ very good ទេប្រើ very well ជាងយកក្រុមមក you speak Spanish very good អ្នកនិយាយភាសាអេស្ប៉ាញ៉ុលឬក៏ភាសាអេស្ប៉ាញបានយ៉ាងល្អហើយមើលទៀត 6 he plays very well the piano មួយទៀតគេថា he plays the piano very well ទាំងមួយណាត្រូវយើងប្រើ very well ទេជាងថាគាត់គឺអាចលេង piano បានយ៉ាងល្អទេចឹងឲ្យខាតពេលយើងត្រៀមតបចម្លើយអរគ្នាតើវាត្រូវដែរទេហើយមើល answer ចម្លើយ one I can't understand ខ្ញុំមិនអាចយល់ទេ 2 he can drive fast car គាត់គឺអាចបើកបរឡានបានយ៉ាងលឿន 3 can you swim fast តើអ្នកអាចហាត់ទឹកបានលឿនទេ 4 we can play tennis quite well យើងគឺអាចលេង tennis បានយ៉ាងល្អ 5 you speak Spanish very well អ្នកអាចនិយាយភាសាអេស្ប៉ាញ៉ុលឬក៏ភាសាអេស្ប៉ាញបានយ៉ាងល្អ 6 he plays the piano very well គាត់គឺអាចលេង piano បានយ៉ាងល្អអូខេចឹងវីដេអូយើងមានប៉ុណ្ណឹងហើយអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់សូមអរគុណសូមជម្រាបលា